ឥឡូវ6ហ្នឹងខ្ញុំសុំមកយកបងយកមែន6ហ្នឹងបងឯងខ្ញុំពួកខ្ញុំយកទៅបលែងដាក់វត្តទេជាយើងមិនអាចទៅផុតបានទេទៅទិញទៅធ្វើម៉េចទេយើងជួយបានប្រហែលយកប៉ុណ្្នឹងទៅសង្វែកខ្លួនសង្វែកមែនតែនហ្មងប្រហែលក្បាលចេះបងវាយទៅឆ្ងាយហ្នឹងប្រហែលក្បាលហ្នឹងប្រហែលក្បាលឆ្ងាយហ្នឹងនេះហ៎បាទ6បងវាយទិញមកពីណានោះពីខាងបឹងកទួតសាបឹងកទួតហើយបងឯងទៅណាទៀតឥឡូវហ្នឹងនេះគេទៅមើលការច័ន្ទ2ឆ្ងាយហ្នឹងបងឯងទិញមួយមែនបាទឆ្កែហ្នឹងទី1ហ្មងឥឡូវខ្ញុំសុំម៉ៅយួរបាទឆ្កែហ្នឹងខ្ញុំសុំម៉ៅយួរទៅដាក់វត្តបាទមែនអីបងបាទប្រហែលបងឯងលេងអត់ចង់និយាយថាបងឯងធ្វើការងារនឹងរហូតហ្មងមែនទេអត់រហូតទេបងរសារជីវភាពអឺមិនដឹងថាអស់ប្រហែលទេតែសង្គ្រោះជីវិតគ្នាទៅសួរគាត់សិនប្រហែលចេះអូគ្នានឹងយ៉ាត់តត្រើតបងអើយបាទអាខ្លះដូចទឹកផ្នែកទៀតនេះបាទហើយគ្នាតូចហ្នឹងបងទៅធ្វើអីហើយតូចនឹងស្គមនឹងគ្នាបាទស្តង់ទៅយកទៅចែកចូលស្តង់ឥឡូវ6ហ្នឹងខ្ញុំសុំមកយកបងយកមែន6ហ្នឹងបងឯងខ្ញុំពួកខ្ញុំយកទៅបលែងដាក់វត្តទេអញ្ចឹងហ៎បងបាទមកខ្ញុំសុំដាក់ម៉ៃមួយដោយសារជីវភាពមែនបងបាទហ្នឹងហើយឥឡូវចង់និយាយថាចេះឥឡូវខ្ញុំសួរចេះត្រង់ចោះបាទបើសិនជាខ្ញុំម៉ៅយកទាំង6ក្បាលហ្នឹងដើម្បីយកទៅដាក់វត្តទេបាទបងដែលទៅបន្តចាប់បដែរឬមិនបើសិនជារកការងារណាសមរម្យបានខ្ញុំក៏ផ្អាកដែរប្រុងតែផ្អាកដែរទេកាលមុនខ្ញុំចាញ់ពីបុគ្គលិកក្រុមហ៊ុនភាសាដែរគាត់វារៀងពិបាកពេកទៅក៏ឥឡូវបើសិនមានការងារផ្សេងបើមានការងារផ្សេងបងឈប់រកមុខរបរហ្នឹងហើយបាទអាចសមរម្យខ្ញុំនឹងឈប់មានការងារសមរម្យបងប្អូនអាចមានការងារណាដែលអាចនេះជួយគាត់បានតាក់ទងមកខ្ញុំនឹងឲ្យតាក់ទងទៅអញ្ចឹងបងប្អូនដោយសារតែទៅខ្ញុំជិះឡានមកតែរួចទេអត់ផុតទេខ្ញុំឃើញយ៉ាងជិះមិនផុតតែម្ដងហើយខ្ញុំវាមិនមែនជាអ្នកមានទេបាទហ្នឹងហើយបាទតែគ្រាន់តែវាស្រឡាញ់សត្វបាទហើយបងមើលគ្នាហូរទឹកភ្នែកចំណោះបាទប្រកបអាជីពនឹងយូរហើយហ្នឹងឬក៏ត្រឹមតែលើកទី1ឬក៏លើកទីប៉ុន្មានហើយបងលើកទី1ទេលើកទី1ទាំងហ្នឹងអត់ទេវាលើកទី1វាយូរដែរអញ្ចឹងណាប្រហែលជា 4-5 ឆ្នាំក៏តែខ្ញុំសម្រាកប្រហែលជាមួយឆ្នាំជាងខ្ញុំធ្វើបុគ្គលិកខាងលក់ក្រុមហ៊ុនខាងបរិយអញ្ចឹងពួនវាឈឺទៅបាក់សុំច្បាប់បាក់អីទៅក៏បាទពួនចេះអានរោនតែរោនហ្នឹងប្រហែលជាប្រហែលទេប្រហែលជា 7-8-9 ខែវិញទេពួនចេះពួកខ្ញុំធម្មតាណាពេលដែលខ្ញុំជួបអ្នកដែលគាត់ដឹកឆ្កែអីខ្ញុំប្រមូលទិញខ្ញុំគ្រាន់សួរគាត់លក់មួយប៉ុន្មានគាត់កាត់យកហ្មងតែបងអត់ទេបងសុខចិត្តថាឥឡូវ6ក្បាលហ្នឹងបងឲ្យប៉ុន្មានបាទនេះខ្ញុំចាប់អារម្មណ៍ពាក្យហ្នឹងបងប្អូនគាត់និយាយថា6ក្បាលហ្នឹងឲ្យគាត់ប៉ុន្មានតែអញ្ចឹងវិញព្រោះធម្មតាណាបងបាទខ្ញុំជួបអ្នកលក់អញ្ចឹងដល់គាត់កាប់ខ្ញុំយកហ្មងគាត់ថាយើងសង្គ្រោះគាត់កាប់ហ្មងតែបងអត់ទេបាទអញ្ចឹងថាបងក៏មិនមែនចង់រកមុខរបរហ្នឹងដែរឥឡូវតាបងជិះមកតាមខ្ញុំទៅរកវត្តដើម្បីបលែងវត្តបាទមានមកខ្ញុំស្គាល់វត្តឥឡូវវត្តមកទៅណាមានឥឡូវទៅផ្ទះរបស់ខ្ញុំសិនទៅណាវត្តឆ្ងាយនេះវត្តឈើតុំវត្តឈើតុំតែឥឡូវបងទៅតាមខ្ញុំបងប្អូនឥឡូវខ្ញុំសុំឧបករណ៍ស្រូបសំឡេងសិនណាបាទតែឥឡូវយកទៅដាក់វត្តអូយបងអើយគ្នាមានទឹកអីបាញ់ទៅលើបងទឹកផ្នែកយកគ្នាអាទឹកគ្នាមែនតើបាញ់ទៅដល់នេះវារៀងក្តៅអញ្ចឹងតែបងម្នាក់